បាទជម្រាបសួរថ្ងៃនេះអនុញ្ញាតឲ្យខ្ញុំបាទសូមធ្វើវឌ្ឍនភាពពីលទ្ធផលនៃការអនុវត្តកម្មវិធីគោលនយោបាយសហគមន៍កសិកម្មទំនើបរបស់យើងបន្តិចដើម្បីជូនជាព័ត៌មានជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណជនជាទូទៅជាឃើញថាកម្មវិធីគោលនយោបាយអត្ថភាពនៃសហគមន៍កសិកម្មទំនើបមានអាយុកាលជាង2ឆ្នាំរួចមកហើយបើយើងគិតចាប់ពីពេលដែលសម្ដេចទឹកដីលោកអញ្ជើញមកប្រកាសនិងដាក់ឲ្យអនុវត្តកាលពីចុងឆ្នាំ2023យើងមានសហគមន៍ចំនួន31សហគមន៍កសិកម្មទំនើបនៅក្នុងខេត្តចំនួន14ដែលជាចំនួនមួយដ៏ច្រើនហើយបើធៀបនឹងឆ្នាំ2024គឺយើងមានសហគមន៍ត្រឹមតែ9សហគមន៍ហើយយើងមាននៅក្នុងខេត្តចំនួន5តែប៉ុណ្ណោះបច្ចុប្បន្ននេះយើងមានបងប្អូនប្រជាកសិករចំនួន4000គ្រួសារដែលកំពុងតែទទួលបានអត្ថប្រយោជន៍ដល់ផ្ទាល់ពីកម្មវិធីគោលនយោបាយអត្ថភាពដ៏មានសារៈសំខាន់មួយនេះយើងក៏កំពុងតែអនុវត្តនៅកិច្ចសន្យាផលិតកម្មចំនួន30កិច្ចសន្យាដែលគិតជាតម្លៃនៃទឹកប្រាក់កិច្ចសន្យាចំនួនជាង30នេះមានតម្លៃប្រមាណជាជាង$40លានដែលជាចំនួនមួយធំបង្ហាញថាសហគមន៍កសិកម្មទំនើបរបស់យើងកំពុងតែមានវិសាលភាពមួយឈានទៅដល់កម្រិតមួយដែលមានសេដ្ឋកិច្ចមាតដ្ឋានពិតប្រាកដបាទហើយសូមបញ្ជាក់ថារហូតមកដល់ពេលនេះយើងមានកសិផលចំនួន6ហើយដែលយើងបានរៀបចំក្រោមយន្តការនៃសហគមន៍កសិកម្មទំនើបគឺយើងមានបន្លែស្រូវស្វាយចន្ទីនិងដំណាំម្រេចដល់ឡែកនៅក្នុងឆ្នាំ2025យើងបានបន្ថែមមាន់ស្រែហើយនឹងមានបៃលិនដែលសុទ្ធសឹងតែជាដំណាំសក្តានុពលមានវិសាលភាពធំទូលាយនៅទូទាំងប្រទេសហើយមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេសផងដែរមូលហេតុដែលក្រសួងកសិកម្មមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើសនៅកសិផលដើម្បីរៀបចំក្រោមយន្តការនៃសហគមន៍កសិកម្មទំនើបនេះគឺដោយសារហេតុផលទីផ្សារដោយសារតែភាពចាំបាច់នៃការតភ្ជាប់ទីផ្សារទុកជាមុនដើម្បីធានាឲ្យបានថាបងប្អូនប្រជាកសិករដែលចូលរួមជាមួយសហគមន៍កសិកម្មទំនើបអាចទទួលបាននូវការការពារពីហានិភ័យទីផ្សារទាំងស្រុងទន្ទឹមនឹងការជួយគាំទ្រដល់បងប្អូនប្រជាកសិកររបស់យើងតាមរយៈការកាត់បន្ថយថ្លៃដើមការតភ្ជាប់ទីផ្សារទុកជាមុនការគាំទ្រដើមទុននិងការគាំទ្រខាងផ្នែកបច្ចេកទេសក្រសួងកសិកម្មក៏បាននាំយកនៅការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងការជួយកាត់បន្ថយថ្លៃដើមរយៈពេលវែងក្នុងពេលអនាគតជួយដើម្បីធ្វើការតភ្ជាប់ការដឹកជញ្ជូនកសិផលពីចម្ការទៅកាន់ទីផ្សារនិងជួយធានាឲ្យបានថាផលិតកម្មរបស់យើងពិតជាមានទឹកស្រោចស្រពគ្រប់គ្រាន់ដើម្បីធានាប្រសិទ្ធភាពនៃការធ្វើផលិតកម្មរបស់យើងផងដែរអ្វីដែលជាការចាប់អារម្មណ៍របស់ក្រសួងកសិកម្មគឺក្រោយពីយើងបានអនុវត្តកម្មវិធីគោលនយោបាយនេះរយៈពេលប្រមាណជាជាង2ឆ្នាំកន្លងមកនេះយើងឃើញថាបងប្អូនប្រជាកសិកររបស់យើងពិតជាទទួលបាននៅអត្ថប្រយោជន៍យ៉ាងច្រើនពីកម្មវិធីគោលនយោបាយអត្ថភាពនេះតួយ៉ាងដូចជាកាលពីពេលថ្មីនេះមានកសិផលមួយចំនួនដែលទទួលរងនៅសម្ពាធថ្លៃពីទីផ្សារយើងបានបង្ហាញឲ្យឃើញថាបងប្អូនប្រជាកសិករដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបពិតជាបានការពារខ្លួនពីការធ្លាក់ចុះនៃហានិភ័យទីផ្សារដោយសារតែបងប្អូនទាំងអស់នោះសុទ្ធសឹងតែទទួលបាននៅកិច្ចសន្យាទុកជាមុនច្បាស់លាស់ស្របពេលជាមួយគ្នានោះដែរយើងក៏បានសង្កេតឃើញថាជាមធ្យមបងប្អូនប្រជាពលរដ្ឋដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបហើយប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈសហគមន៍កសិកម្មទំនើបមិនថាពូជជីថ្នាំនោះទេសុទ្ធសឹងតែមានថ្លៃដើមទាបជាងបងប្អូនប្រជាកសិករដែលនៅក្រៅសហគមន៍ជាមធ្យមយើងបានធ្វើការវាស់ស្ទង់ហើយយើងបានសង្កេតឃើញថាចំនួននេះមានទំហំរហូតដល់ទៅ15ទៅ20%ឯណោះបើធៀបនឹងបងប្អូនប្រជាកសិករទូទៅហើយចំណុចមួយទៀតដែលជាការប្រៀបធៀបសំខាន់ឯនោះគឺពាក់ព័ន្ធនឹងការទទួលបាននៅកម្ចីដើមទុនការប្រាក់ទាបគិតជារួមយើងឃើញថាបងប្អូនដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបទទួលបាននៅកម្ចីដើមទុនក្នុងអត្រាមួយអាចមានកម្រិតទាបជាងខាងក្រៅរហូតដល់ទៅពាក់កណ្ដាលបាទហើយទាំងអស់នេះសុទ្ធសឹងតែជាអត្ថប្រយោជន៍ដ៏សំខាន់ដែលកំពុងបង្ហាញថាគោលនយោបាយអត្ថភាពរបស់យើងកំពុងដើរនៅលើផ្លូវត្រូវហើយកំពុងតែទទួលបាននៅការចាប់អារម្មណ៍ពីបងប្អូនប្រជាពលរដ្ឋយ៉ាងទូលំទូលាយ